សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីនៅអេពីសូតទី2ជាមួយនឹងខ្ញុំបាទ Admin ភូមិខ្មោចរឿងនេះគឺជារឿងពិតមួយដែលដកស្រង់ចេញពីមិត្តភ័ក្តិ Admin ផ្ទាល់តែម្ដងរឿងនេះគឺបានកើតឡើងផ្ទាល់នៅក្នុងទឹកដីខេត្តសៀមរាបដែលស្ថិតនៅក្នុងភូមិចំណាស់មួយមិត្តភ័ក្តិរបស់ខ្ញុំឈ្មោះថាអាឈុនវាជាមនុស្សដែលស្រឡាញ់ប្រពន្ធវាណាស់ហើយប្រពន្ធវាកំពុងតែមានផ្ទៃពោះកូនទី1ហើយក៏ចិត្តគ្រប់ខែដែរមិត្តភ័ក្តិរបស់ខ្ញុំអាឈុននឹងវាតែងតែនិយាយថាបើអ្នកណាឲ្យតែមកញ៉ែញ៉ៃមួយប្រពន្ធវាគឺវាអត់ទុកមុខអត់ទុកមាត់ឲ្យទេព្រោះអាឈុននឹងវាស្រឡាញ់ប្រពន្ធវាហើយស្របពេលដែលប្រពន្ធវាកំពុងតែមានផ្ទៃពោះចិត្តគ្រប់ខែផងអាឈុនក៏វារឹតតែស្រឡាញ់ប្រពន្ធវាកាន់តែខ្លាំងមានថ្ងៃមួយនោះប្រពន្ធរបស់អាឈុនស្រីនីនឹងគឺគាត់នៅផ្ទះតែម្នាក់ឯងអាឈុនវាបានចេញទៅធ្វើការស្រាប់តែវេលាប្រហែលជាម៉ោង3រសៀលឬក៏ម៉ោង3កន្លះរសៀលហ្នឹងគឺមានមនុស្សស្រីចំណាស់ម្នាក់ដែលគាត់ស្លៀកពាក់ពណ៌ខ្មៅហើយមុខរបស់គាត់គឺឃ្លុំជាមួយនឹងក្រមាគាត់បានឈរនៅនឹងមុខរបងផ្ទះអាឈុនហ្នឹងគាត់ឈរហើយគាត់ចេះតែអើតមើលចូលទៅក្នុងតិចទៅប្រហែលជា10នាទីទៅ15នាទីស្រីនីដែលជាប្រពន្ធអាឈុនហ្នឹងគាត់ឆ្ងល់ទាំងដូចជាមនុស្សចម្លែកមកឈរមុខផ្ទះអញ្ចឹងស្រីនីគាត់ក៏បានដើរចេញទៅក្រៅហើយគាត់ក៏បានសួរថាលោកយាយមានការអីដែរលោកយាយតើលោកយាយត្រូវការរកអ្នកណាមែនទេគាត់សួរអញ្ចឹងណាអញ្ចឹងហើយយាយចាស់ហ្នឹងក៏គាត់អត់បានឆ្លើយតបមកវិញដែរគាត់សួរត្រឡប់មកវិញថាកូនស្រីតើផ្ទៃពោះរបស់កូនហ្នឹងចិត្តគ្រប់ខែហើយនៅគាត់សួរអញ្ចឹងណាដែលគាត់អត់បានឆ្លើយនៅសំណួររបស់ស្រីនីទេស្រាប់តែស្រីនីគាត់ឆ្ងល់ទាំងអត់ដែរស្គាល់គ្នាផងហេតុអីក៏មកសួររឿងផ្ទៃពោះអញ្ចឹងណាអាហ្នឹងគាត់គិតក្នុងចិត្តទេហើយគាត់ក៏បានឆ្លើយថាចិត្តគ្រប់ហើយលោកយាយអញ្ចឹងយាយហ្នឹងក៏គាត់ថាអញ្ចឹងល្អអញ្ចឹងហើយគាត់ក៏ញញឹមដាក់ស្រីនីហើយគាត់ក៏ដើរចេញទៅដោយអាកប្បកិរិយារបៀបថាគាត់ដើររៀងងាកក្រោយតិចអញ្ចឹងណាងាកមើលតិចអញ្ចឹងទៅពីបេះដូងអញ្ចឹងទៅហ្នឹងហើយស្រីនីគាត់ក៏ដើរចូលទៅក្នុងផ្ទះវិញដោយអារម្មណ៍គាត់រៀងចម្លែកតិចដែរអញ្ចឹងណានៅពេលល្ងាចម៉ោង6កន្លះស្រាប់តែអាឈុនវាចេញពីធ្វើការហើយក៏វាបានមកដល់ផ្ទះពេលមកដល់ផ្ទះស្រីនីក៏រៀបបាយរៀបទឹកអីចឹងទៅអាឈុនក៏វាបានទឹកងូតអីហើយដល់ពេលម៉ោងបាយជុំគ្នាស្រីនីគាត់បាននិយាយទៅប្រាប់ប្តីដែលជាអាឈុនហ្នឹងគាត់និយាយប្រាប់ប្តីគាត់ថាងាកមិញណាពេលបាយទៅធ្វើការគឺមានមនុស្សចម្លែកគាត់មកសួរថាអូននឹងចិត្តគ្រប់ខែហើយនៅហើយអូនប្រាប់គាត់ទៅគាត់ក៏ដើរចេញទៅបាត់ទៅអញ្ចឹងទៅអាឈុនក៏សួរថាចំណាស់ណាគាត់ថាចំណាស់ប្រហែលជា65 66អីចឹងទៅហ្នឹងហើយអញ្ចឹងទៅអាឈុនក៏វាអត់និយាយអីដែរវាក៏ណារៀងគិតតិចហើយវាក៏ហូបបាយទៅរំលងបានប្រហែលជាចិត្តដល់ថ្ងៃមែនតើហើយស្រាប់តែស្រីនីគាត់ឈឺពោះក៏រៀងឈឺពោះអញ្ចឹងណាចិត្តដល់ថ្ងៃសម្រាលគាត់ចេះតែឈឺពោះអញ្ចឹងទៅស្រាប់តែនៅពេលដែលគាត់ហូបបាយហើយគាត់ក៏ឡើងទៅលើផ្ទះម៉ោងប្រហែលជា8យប់ណាម៉ោងប្រហែលជា8យប់មេឃខ្យល់អាកាសធាតុអីគឺធម្មតាទេស្រាប់តែស្រីនីគាត់ទៅអង្គុយនៅកន្លែងវេរ៉ង់ដាផ្ទះណាផ្ទះគាត់ហ្នឹងគឺជាផ្ទះឈើជើងសសរណាអញ្ចឹងបន្ទប់គាត់គឺនៅខាងលើផ្ទះអញ្ចឹងគាត់ចេញមកអង្គុយនៅវេរ៉ង់ដាផ្ទះមកស្ទុះខ្យល់ក៏ធ្លាក់តិចហើយមេឃងឹតមកស្ទុះហើយខ្យល់តិចហើយរៀងខ្យល់បក់ណាបក់ចុងឈើចុងអាស័យអីចឹងទៅដល់ពេលស្រីនីគាត់អង្គុយនៅវេរ៉ង់ដាហ្នឹងស្រាប់តែគាត់កលៀកភ្នែកមកភ្លេចទៅគឺឃើញពលឺក្រហមមួយហោះកាត់ចុងអាស័យផ្ទះគាត់ហ្នឹងផ្ទះគាត់គឺមានដងទឹក
nên đồn đấy để này các hào sra tất côn sra tất tôi mùi nó chật té nắng hai miền cùng mà xây mà cùng thông mùi này cót cái lệch mà này tới khơi bờ lư po của hòm nó họ cắt choách này ta cót mưa toàn thì bốn cót sman ta phải lô phơn ấy chẳng á này với cót mưa cho bà cót mưa toàn thì nó pe để con coi mà sự tu thông bài chỉ mà phơi nè tì từ cái lá máu con hiệp nặng đào chộp tè với nhá nè có riêng được thà có chữ bùa chẳng có đà coi giống ở chạp sầm rào chứ nè thòm ná tờ lọp cha bị đám ao tại manu sray để có riệp chữ bùa chlong tờ lễ cứ cái áo đà cái tay tờ áo đà này bà tam tờ lọp đặc nhom tay lư cha con gì chẳng nè này con riêng nặng đà ấy con cái lệch này từ mà xa tiết khơi các bà họ cắt cho xây vững họ mà đòn tiệt sọ đường về như tới mình bộ viên bên đây chẳng tới chợ bà còn là con khơi mà nó chợ bà phải chỉ áp vậy chẳng này chẳng con sai mà con sai con ở hiền sai lư con sai biểu áp chẳng này con sai ở biểu ở hiền ở lưới rồi khai áp nâng bao tới có chỉ diêm đào tàu đây còn có pra thằng áp còn khơi áp chứ nè đào chôn nó viết tu tranh màu thằng ấy cái còn này khơi ấy cái thằng còn khơi áp ta chôn về ọt mọt rồi vì còn nằm một bọn về đào cho ta không bật tục hay bật phía bật ui bật đây tới chứ nè lu đào bài chè pi ngày cày xây ni cọt những chữ buộc can đặc lăng này chôn nó cô về là biết tha bài chỉ viết thọp đăng tại trong phùm về nó miền rừng ấy giống á hay admin có nơi phùm xe này thì bắt đầu mất phe bàn tay admin là phùm xe nhặt sự đăng bị phùm năng tề hay mất phe admin nắng chôn nắng về cứ chia manu đại cho chơi rừng ru bàn tay manu viết cứ chia manu smart trăng sờ lạnh propon sờ lạnh krom krosa hay có sờ lạnh mất phe đại pro ep tầm này về tay bảo bull mất phe chỉ bị sai admin tại mà đònแต่เล็งไปแต่วีให้ก็พักซีจุ่มคณีสบายเองจังเตอเอาแต่เปลเมียนกรรมวิธีหรือก็จ้องสัปดาห์หรือก็เปลตุ่มเนยจังบอลเตียนจังนะยังไงบอลใต้มวยเตี้ยวีคือเชี่ยมนุษย์ได้อาราเบียธาละหมอกละมังวีอัดเจเละวีทั่วไอ้ก็ได้อัดเสือเจเละแต่พิจารณาตรังพลูจังเตอจังบรรทอสัจเรืองบรรทอเตี้ยคือชนนั้นviệc đằng này phải chỉ việc đằng thà nẹt na đại họ màu dục môn đại sreni khơi những nè đọcไปในtới việc tơ xá việc tơ tinh sai phượng về màu sai phượng phò so dư nó việc tinh về máu việc rì đọcไปในtới việc tu sắp hai admin này việc thà anh món này thích mới đọcไป admin tới khơi việc bồng rì sai phượng về đi nó tam bảo uất sai phượng về đi tam bài bè chẳng á này tái vía đạ bà cầu việc đạ bà cầu chờ bà cầu ấy đã cấp buộc phật việc đây còn oi không mấy rồi còn mà nộp đá tới bà chẳng á việc đối phơn tẹt sai phượng chẳng tá admin ở đây đăng theo việc phơi ấy thì cả nó ở đăng thì là bên này tới admin su về thằng lại phơi ấy kì phơi ấy người ta đã sai phượng cho áp về tới nhóm xu về thầy trẻ thà đã áp nơi na đã nơi té hả ai mà đã nơi tam prey còn bàn và đã nơi ní mạch bán chẳng nè nó ngay để sai admin ở đây đăng thà ta té việc thọp miền rừng ấy chẳng admin trẻ xu về phong lên sao chấm họ về phong chẳng nè ở bên này tới về vậy thà anh bài xu chả này chui tại anh thôi ai cho mơ anh chọn về tỏ bàn như thế này là ngày chân admin lư tại phần năng có sao tam việt hay có chui việt thôi việt phơi cái phơi thôi còn admin đâm việt mà mát nóไปđể việt ri hái admin tha anh giặt chọn bán giặt chọn luôn anh với giặt dài anh phong hay admin có bắt đầu bị chui việt hái có
ជិះម៉ូតូត្រឡប់មកផ្ទះវិញទៅអត់បានផឹកស៊ីអីទេដល់ពេលយប់ម៉ោងប្រហែលជា9 9 កន្លះអញ្ចឹងទៅអាឈុននិងសេនីគឺចូលសម្រាប់អីតែវាបើកប្អួចណាវាបើកប្អួចបន្ទប់វាហ្នឹងប្រហែលជានិយាយថា2ឆ្អាមចុះ2ឆ្អាមដៃយើងណាវាបើកចំហឲ្យមានខ្យល់ចេញចូលហើយវាចាំមើលសភាពការសេនីគាត់គេងនៅក្បែរអាឈុនហ្នឹងឯងប៉ុន្តែគាត់គេងអត់លក់ឯងព្រោះប្រាស់រៀងតែឈឺពោះផយផងអញ្ចឹងណាចិត្តដល់ថ្ងៃមែនតើណៃឈឺពោះអញ្ចឹងទៅអាឈុនវាមើលប្រពន្ធវាផងវាចាំមើលសភាពការផងមកស្ទុះងាកអញ្ចឹងទៅវាលួចចេញមកវេរងដាយអញ្ចឹងទៅចាំមើលក្រែងមានអីហោះមកអញ្ចឹងណាអាឈុនវាដូចដឹងមុនមិនទេតែវាអត់មាននិយាយឲ្យពន្ធវាឲ្យចាប់អារម្មណ៍ទេពន្ធវានៅតែពន្ធវាទៅហើយវាធ្វើអីធ្វើតែវាទៅអញ្ចឹងណាវាដើរចុះដើរឡើងចាំមកប្រហែលជាម៉ោង 7:11 ប្រហែលជាម៉ោង 7:11 អាហ្នឹងអាឈុនវានិយាយណាម៉ោង 7:11 គឺឆ្កែចាប់ដើមលូឆ្កែលូវូអញ្ចឹងទៅធម្មតានៅតាមជនបទតែម៉ោង 9 នេះហ្នឹងស្ងាត់ឈឹងក្នុងភូមិចាំដល់ពេលម៉ោង 7:11 ឆ្កែចាប់ដើមលូអាហ្នឹងយប់ជ្រៅណាក្នុងតាមជនបទយប់ជ្រៅហើយឆ្កែលូហើយខ្យល់មកវូអញ្ចឹងទៅអាគុំអាស័យអាដើមអាស័យមកគុំមកវាហ្នឹងគឺថាបក់រេចុះរេឡើងរេចុះរេឡើងផ្ទះវាមានគុំអាស័យធំមួយហ្នឹងហើយនៅក្បែរហ្នឹងមានដងទឹកដែលអ្នកខ្លះគេហៅស្រះទឹកណាស្រះដងដីហ្នឹងណាកូនស្រះទឹកមួយនៅក្បែរផ្ទះហ្នឹងដល់ពេលមកដល់ម៉ោង 11 វាចាំមើលវាជក់បរិយផងវាចាំមើលអញ្ចឹងទៅហើយសានីក៏គាត់គេអត់លក់ដែរស្រាប់តែមកទៅវាឃើញមកមែនឃើញភ្លើងក្រហមហោះផ្លឹបផ្លេតហោះដំបងបើថាយើងមើលទៅដូចភ្លើងអីមួយទូចមកអញ្ចឹងដល់ពេលមើលយូរទៅធំទៅមកគៀកទៅអញ្ចឹងណាហោះកាត់គុំអាស័យហោះពីលើចុងអាស័យនឹងកាត់មកវឹងត្រង់មកផ្ទះអាឈុនបែកការភ្លើងព្រាកឆក់ប្រាវបដ ாய் ចំតាក់ខ្សែភ្លើងអាឈុនរៀបចំពីថ្ងៃក៏ទៅវាហោះមកមែនគេថាគោលដៅវាគឺមកមែនតែម្ដងថ្ងៃហ្នឹងដល់ពេលចំខ្សែភ្លើងឆក់វាស្រែកចាចប៉ុន្តែសម្រែកវាលឺដែរលឺខ្លាំងដែរអានោះដឹងrồiអូអាបមែនអាបចូលផ្ទះវាមែនតើវាឆក់ហើយវាហោះវឹងវាហោះតពួនណាវារកកន្លែងសុវត្ថិភាពរបស់វាណាហោះវឹងទៅក្រាបនៅក្បែរមាត់ដងមាត់ស្រះទឹកណាជាទូទៅបើតាមអេដមីនធ្លាប់ឮគឺអាបហ្នឹងក៏គេចូលចិត្តទៅក្បែរមាត់ស្រះទឹកហ្នឹងដែរហ្នឹងហើយកន្លែងវាថាតិចអញ្ចឹងទៅហើយបន្ទាប់មកទៀតបងប្អូនដឹងថាបន្ទាប់មកអាបនឹងវាធ្វើអីអត់វាឡើងពីមាត់ដងទឹកស្រះទឹកហ្នឹងណាវាឡើងមកហើយវាអែបទៅគុំអាស័យវាទៅខំគុំអាស័យមកតែមិនគុំធំណាអាដើមវាទៅខំអាដើមដែរប៉ិនមកមាត់វាហ្នឹងវាខំបែកវាខំទៅសូកគ្រួបរបៀបដូចយើងខំតសក់ខំអីចឹងណាដល់ពេលនេះទៅវាបន្ទាប់ពីវាខំហើយក៏វាហោះទៅបាត់ទៅវឹងទៅអូរបៀបថាវាខឹងណាត្រូវមកខ្សែភ្លើងហើយឈឺវាខឹងវាទៅខំគុំអាស័យបដ ாய் ដល់ពេលអាឈុនហ្នឹងក៏វាឃើញអញ្ចឹងហើយវាអស់សណាយក៏វាដើរចូលក្នុងផ្ទះវិញបាត់ទៅដើរចូលក្នុងបន្ទប់នាំប្រពន្ធនាំអីវាបិទទ្វារបិទប្អួចបដីនាំប្រពន្ធវាគេងលក់អញ្ចឹងទៅដល់តែពេលភ្លឺឡើងព្រឹកឡើងអាឈុនវាតែងក្រោកពីព្រឹកមុនគេវាក្រោកទៅងូតទឹកនៅស្រះហ្នឹងឯងដងទឹកហ្នឹងឯងវាកាន់សាប៊ូកាន់កញ្ច្រែងថ្នាំដុសធ្មេញឲ្យវាទៅមកឈុតរបស់វាហ្នឹងទៅវាដើរសំដៅទៅយកទៅទុកនៅនឹងក្រោមគុំអាស័យហ្នឹងក្បែរគុំអាស័យហ្នឹងស្រាប់តែវាឃើញអីអត់វាឃើញអាស័យមួយដើមអាស័យហ្នឹងរាងធំដែររាងធំហើយអាស័យហ្នឹងគឺជាអាស័យចាស់មិនមែនអាស័យខ្ចីទេវាឃើញស្នាមខំហើយស្នាមធ្មេញហ្មងវាឃើញស្នាមធ្មេញមនុស្សហ្មងខំគុំអាស័យហ្នឹងអាកន្លែងដែលស្នាមខំហ្នឹងគឺបែកតែមិនបែកខ្ទេចទេគឺគាត់ឲ្យវាបែកចេញមកឃើញប្រេះឃើញអីចឹងណា
ពេលអញ្ចឹងទៅវាគាត់ឃើញអញ្ចឹងវាដាក់សាប៊ូហើយវាដឹងមកអូអានេះហោះមកគុំអាស័យហោះមកខំគុំអាស័យវាឃើញអញ្ចឹងវាដឹងហ្មងវាថាងក៏ទៅអាបហ្នឹងខ្លាំងដែរកម្លាំងក៏ទៅខំអាស័យចាស់បានបែកខ្លាំងបើថាមនុស្សយើងខំបែកទេកុំថាខំសឹងដំមកបថៅសូមមិនបែកផងគុំអាស័យរស់អញ្ចឹងណាដល់ពេលហ្នឹងទៅក៏វាគិតមកថាងតាប៉ុណ្ណេះហើយវាគុំហើយអញ្ចឹងវាត្រូវតែប្រយ័ត្នការពារកាន់តែខ្លាំងទៀតអញ្ចឹងទៅតែរឿងហ្នឹងអាឈុនវាអត់និយាយប្រាប់ប្រពន្ធវាដឹងទេវាអត់និយាយប្រាប់សេនីទេដល់ពេលម្លងមកយប់ពីរយប់ទៀតអាឈុនវានឹកឃើញអីវាចាំទៀតវាចាំមើលទៅអត់ឃើញទេអត់ឃើញមកទៀតទេវាថាវាខ្លាចដែរវាខ្លាចអាបនឹងគុំវាអញ្ចឹងណាវាដើរចុះដើរឡើងបន្តិចទៅវាដើរទៅឆ្វែលគុំអាស័យដើរទៅឆ្វែលដងទឹកវាទៅវាដើរក្រោមផ្ទះដើរអីចឹងទៅវាដើរល្បាតមើលចឹងណាខ្លាចមកទៀតហើយប្រពន្ធវាសេនីហ្នឹងគឺគាត់ចេះតែចាំមើលអត់ឃើញប្តីឡើងមកក្នុងបន្ទប់អត់ឃើញប្តីឡើងមកចូលដេកចឹងទៅហើយក៏អើតាមប្អូនទៅឃើញអាឈុនឈោជួនកាលឈោជក់បរិយនៅដងទឹកចឹងទៅជួនកាលឃើញនៅក្រោមគុំអាស័យចឹងទៅដើរចុះដើរឡើងតាមលបងផ្ទះចឹងទៅកាន់បកៈមួយដើរចុះដើរឡើងដោយសន្តិសុខដើរយាមផ្ទះចឹងណាធម្មតាផ្ទះតាមជនបទពីច្រើនគឺគេដើរល្បាតចឹងពេលយប់ការជំនន់នោះសម្បីតែផ្ទះអេដមីនក៏អេដមីនដើរមើលដែរចឹងណាអីហៅក៏មិនឡើងហៅប្តីក៏ប្តីមិនឡើងចឹងទៅហើយដល់ពេលហៅមិនឡើងក៏សេនីក៏គាត់សម្រាកទៅសម្រាកក៏លក់ទល់ភ្លឺទៅមិនតាន់ភ្លឺទេគេចាំម៉ោង4សេនីភ្ញាក់មកអត់តាន់ឃើញប្តីឡើងមកទៀតសេនីក៏គាត់ចេញទៅវេរ៉ង់ដាហើយឃើញប្តីនៅដេកលក់នៅនឹងគុំអាស័យនឹងឯងអង្គុយដេកអោបកបិតបកៈនៅហ្នឹងទៅអង្គុយដេកនៅហ្នឹងទៅប្រពន្ធក៏ហៅឡើងមកហៅឡើង3 4 ដងមិនលឺអញ្ចឹងណាស្រែកហៅអញ្ចឹងទៅភ្ញាក់ក៏វាដើរឡើងមកអញ្ចឹងទៅប្រពន្ធវាសួរថាម៉េចហើយគួយចាំអីវាថាគួយចាំមើលអាបនៅវានិយាយណាវារៀងមីងមាំងផងវានិយាយទៅវាច្រឡំនិយាយទៅក៏ប្រពន្ធវាថាឯណាអាបហើយវារៀងត្រាក់នេះភ្ញាក់តិចទៅមានណាទៅក៏ប្រពន្ធវាថាមិញគេថាមិញគួយចាំអាបចាប់អាបបានក៏អត់ប្រពន្ធវាសួរឌឺលេងអញ្ចឹងណាចាប់អាបបានក៏អត់វាថាបានអាបណានេះមូសខំនឹងពេញសាច់បានអាមូសវានិយាយអញ្ចឹងប្រាប់ប្រពន្ធវាហើយក៏ប្រពន្ធវាក៏គួយក្បាលទៅក៏នាំគ្នាទៅងូតទឹកងូតអីទៅធម្មតាម៉ោង4ម៉ោង5ហើយអ្នកតាមជនបទគេក្រោកហើយដល់ពេលប្រហែលជាមួយអាទិត្យក្រោយសេនីគាត់សម្រាលបានកូនប្រុសម្នាក់អញ្ចឹងណាអញ្ចឹងទៅបន្ទាប់ពីសម្រាលហើយក៏កន្លះខែក៏មានកម្មវិធីគេតម្លាក់ចក្រានគេអីចឹងទៅគួចដៃគួចអីចឹងទៅកូនខ្ចីចឹងណាในតាមតានាមទម្លាប់គឺគេត្រូវគេហៅទម្លាក់ចង្ក្រានខាងខ្ញុំណាជួនកាលអ្នកខ្លះគេហៅចេញខែកូនចឹងទៅអាឈុនវាហៅអេដមីនហៅមិត្តភ័ក្តិពីរនាក់ទៀតចឹងទៅហើយចាស់ក្នុងភូមិចឹងទៅលេងផ្ទះវាចឹងទៅហូបអីចឹងផឹកស៊ីសបាយអីចឹងទៅដល់ពេលហើយប្រហែលជាកន្លះខែបន្ទាប់មកទៀតអាឈុនហ្នឹងវាទៅផ្សារពេលហ្នឹងវាចាប់ផ្ដើមទៅផ្សារហើយពេលមុនវាអត់សូវទៅទេដោយសារឥឡូវកូនខ្ចីវាឧស្សាហ៍ទៅផ្សារញឹកញាប់បន្តិចវាចូលទៅក្នុងផ្សារធម្មតាផ្សារនៅក្នុងភូមិវាហ្នឹងណាវាមិនមែនជាលក្ខណៈផ្សារនៅតាមផ្លូវជាតិធំទេនៅក្នុងភូមិវាសម្បីតែក្នុងផ្សារក៏លក់នៅក្រោមដើមឈើនៅក្រោមអីចឹងទៅតែមានតង់មានអីមានក្រាលមានអីមានតូបឈើតូបអាស័យចឹងណាលក្ខណៈមើលទៅដូចភូមិចំណាស់អញ្ចឹងបុរាណអ្នកភូមិហ្នឹងណាហ្នឹងហើយវាចូលទៅផ្សារវាចូលទៅទិញសាច់ទិញបន្លែទិញអីទៅដល់ពេលវាកលេចមកភ្នែកទៅឃើញយាយដែលប្រពន្ធវាប្រាប់ថាឃើញមកសួរការពីមិនទាន់កើតសម្រាលកូនអញ្ចឹងណាមកសួរនៅមុខផ្ទះហ្នឹងឃើញស្លៀកឈុតខ្មៅនឹងដដែលហើយក្បាលហ្នឹងគឺរុំកម៉ាចិត្ត
នៅសល់តែប្រឡោះភ្នែកហើយនឹងប្រឡោះមាត់បន្តិចទេហ្នឹងហើយតែប៉ុណ្្នឹងមកគឺរុំអស់ហើយបើយើងនិយាយចំទៅដូចស្លៀកពាក់ឈុតខ្មៅដូចសម័យប៉ុលពតអញ្ចឹងអាសម្លៀកបំពាក់បែបហ្នឹងអញ្ចឹងទៅអាឈុនហ្នឹងវាថានិយាយហ្នឹងវាដូចប្រហែលអញ្ចឹងណាប្រហែលប្រពន្ធវាប្រាប់ឡើងមុនហ្នឹងឯងអញ្ចឹងទៅវាខំវាចេះតែលួចមើលអញ្ចឹងទៅវាដើរអញ្ចឹងទៅវាចេះតែលួចមើលអញ្ចឹងទៅវាឃើញមុខយាយហ្នឹងគឺមានស្នាមខ្លោចមុខហ្មងតែមិនមែនខ្លោចពេញផ្ទៃមុខទាំងស្រុងទេគឺខ្លោចត្រឹមតែមួយចំហៀងខាងឆ្វេងមុខរបស់គាត់អញ្ចឹងណាអញ្ចឹងទៅគាត់ឲ្យវាឃើញអាហ្នឹងភ្នែកវាលឿនដែរគាត់ឲ្យវាឃើញវាថាវាសង្ស័យវាថាសង្ស័យអាបទៀតហ្នឹងមុខហ្នឹងឆក់ខ្សែភ្លើងឲ្យមុនហ្នឹងយ៉ាងវាថាក្នុងចិត្តវាគិតអញ្ចឹងណាចឹងទៅវាសង្ស័យហើយវាក៏លួចដើរតាមពីក្រោយអាឈុនហ្នឹងវាលួចដើរតាមពីក្រោយយាយចាស់ហ្នឹងតែអាការដែលវាដើរតាមយាយហ្នឹងគឺវាឲ្យគេដឹងហ្មងវាអត់ចេះលាក់ទេវាដើរលបទៅជន់សបកកំប៉ុងព្រួបដើរលបទៅធ្លាក់ក្លុកធ្លាក់អីប្រកាច់ប្រកិនអញ្ចឹងទៅហើយយាយក៏គាត់ដឹងដែរតែគាត់ធ្វើមិនដឹងអញ្ចឹងទៅគាត់ដឹងតែគេតាមដានគាត់ដែរអញ្ចឹងទៅគាត់ដើររហូតទៅដល់ផ្ទះគាត់អញ្ចឹងទៅហើយអាឈុនហ្នឹងក៏វាតាមយាយនឹងរហូតទៅដល់ផ្ទះគាត់ហ្នឹងនៅចុងភូមិហើយជុំវិញផ្ទះហ្នឹងសើទៅដើមឈើជាពិសេសមានព្រៃមានកូនព្រៃមានដប់ទូចជុំវិញអញ្ចឹងណាហ្នឹងហើយផ្លូវចូលផ្ទះគាត់ហ្នឹងគឺស្ដុកប៉ែសតែម្ដងសឹកតែដើមឈើព្រៃតូចកដេបកដប់ឯហ្នឹងហើយផ្ទះគាត់ជាផ្ទះកូនផ្ទះខ្ទមទេផ្ទះខ្ទមទូចហើយចាស់រៀងចង់ដួលទេណាខ្ទមហ្នឹងមើលទៅត្រេតចឹងមើលទៅរបៀបថាខ្ទមសល់ពីណាពីណីមកយូរហើយចឹងណានៅដបូលប្រក់ស្បូវហើយដល់ពេលវាឃើញចឹងវាក៏ហ្នឹងហើយវាតាមមកតែស្គាល់ផ្ទះទេវាអាឈុនហ្នឹងក៏វាត្រឡប់មកផ្ទះវិញទៅវាអត់បានទៅសួរនាំអីទេបន្តទៀតមកដល់ថ្ងៃស្អែកអាឈុនហ្នឹងវាខលទូរស័ព្ទមកហៅ admin ហៅខ្ញុំហ្នឹងជាមួយនឹងមិត្តភ័ក្តិ3នាក់ទៀតទៅអាំងសាច់ផ្ទះវាមានវាបងត្រីបានអញ្ចឹងណាបងត្រីបានវាហៅទៅអាំងត្រីលាយជាមួយនឹងសាច់ជើងមាន់អីចឹងទៅដល់ពេល admin ក៏លឺចឹងហើយក៏នាំគ្នាទៅហើយក៏យើងទៅខ្លះសេអាជាអញ្ចឹងណាបន្ទាប់ពីការជួបជុំហូបចុកបានរៀងអស់ចិត្តមួយកេះដែរក៏អាឈុនវាចាប់ផ្ដើមនិយាយតែម្ដងវានិយាយលក្ខនេះគឺវានិយាយដំណាលពីតាំងពីដំបូងមកណាវានិយាយពីរឿងវាឆក់អាបហើយនឹងវាឃើញយាយចាស់នឹងឯងដល់ពេល admin ក៏ខំស្ដាប់វានិយាយទៅហើយមិត្តភ័ក្តិពីរនាក់ទៀតក៏និយាយរួមទៅយកចិត្តទុកដាក់ស្ដាប់វាអញ្ចឹងណាអត់ដែលឮថាវាមានបញ្ហាអញ្ចឹងកើតឡើងដល់ពេលនេះទៅអាថាក៏វាសួរអាថាហ្នឹងមិត្តភ័ក្តិ admin ដែរវាសួរថាចេះថាបើយាយនឹងមែនគាត់មិនហ៊ានមកទៀតទេវាសាយធ្លាប់ឆក់គាត់ម្ដងហើយហ្នឹងហើយមិត្តភ័ក្តិខ្ញុំអ្នកទៀតអានោះឈ្មោះអាលៀបវាសួរថាចេះថាហើយឆក់អីចង់បានអីទៀតអញ្ចឹងណាតែឈប់ឆក់គាត់ទៅសំណោះគាត់វាទៅយូរទៅសំណោះអាបទៅវិញណាដោយសារតែអាឈុនពួកម៉ាក់ខ្ញុំវានិយាយថាគាត់ឃើញយាយចាស់គាត់សង្ស័យស្មានអាបអញ្ចឹងណាអញ្ចឹងទៅគេអាណិតអញ្ចឹងទៅហើយអាលៀបហ្នឹងក៏វាមានចិត្តអាណិតអាសូរគេអញ្ចឹងទៅវានិយាយអញ្ចឹងណាអត់ឲ្យឆក់ទៀតទេតែដល់ពេលខ្ញុំឮអញ្ចឹងខ្ញុំនិយាយបន្តខ្ញុំបន្ថែមទៀតទៅថាយើងនៅភូមិស្រុកមួយគ្នាអញ្ចឹងទៅក៏គាត់ក៏ហ៊ានមកទៀតដែរមិនបាច់ទៅធ្វើបាបធ្វើអីគាត់ទៀតទេកុំឲ្យតែគាត់មកយាយផ្ទះហែងតទៀតអញ្ចឹងណាណាមួយឲ្យទៅតាមគាត់តាមអីដល់ផ្ទះទៀតអញ្ចឹងទៅគាត់ខ្លាចឲ្យគុំខ្លាចអីប្រហែលជាគាត់មិនហ៊ានមកទៀតទេតែពេលចេះតែនិយាយទៅជាយាមនិយាយឲ្យវាដកខ្សែភ្លើងចេញវិញណាកុំឲ្យវាຕົកទៀតណាមួយខ្លាចលោមានគ្រោះថ្នាក់ហើយប៉ុនវាខ្សែខ្ចីផងខ្លាចលោនិយាយរួមទៅកុំឲ្យប៉ះពាល់ដល់មនុស្សសមាជិកក្នុងផ្ទះអីចឹងទៅចេះតែលួងលោមចេះតែនិយាយមួយវាពេលម៉ោងផឹកស៊ីហ្នឹងទៅវាគិតចុះកន្លងវាថាអោះចឹងក៏បានដែរចាំវាដកខ្សែភ្លើងចេញវិញចឹង
ដល់ពេលបន្ទាប់មកស្អែកឡើងអាឈុនហ្នឹងក៏វាទៅដកខ្សែភ្លើងមែនវាដកចេញទាំងអស់ពីក្នុងតាមប្អួចវាតាមលើតបូលផ្ទះតាមអីចឹងទៅវាឈប់ដាក់អន្ទាក់ទៀតហើយតាំងពីថ្ងៃហ្នឹងមកវានិយាយវាថាវាអត់ដែលឃើញណាគេឬក៏អត់ដែលឃើញអាបឬក៏អត់ដែលឃើញអីហោះមកក្បែរផ្ទះវាទេដល់យូរទៅវាកាន់តែអត់ឃើញទៅកូនវាក៏ចាធំទៅពីមួយខែពីរខែបីខែជិតមួយខួបទៅហ្នឹងហើយធំទៅកូនវាមានសុខភាពល្អដែរហ្នឹងកូនប្រុសហើយជួនកាលវាទៅផ្សារក៏យូរម្ដងក៏បានជួបប្រទេសហ្នឹងយាយចាស់ហ្នឹងដែរហើយយាយហ្នឹងពេលជួនកាលឃើញអាឈុនងាកឃើញអាឈុនគាត់ចេះកិច្ចចឹងណាហ្នឹងហើយគាត់ដូចមានខ្លួនរឿងអីមួយចឹងហើយគាត់ដែរចេះដើរកិច្ចចឹងទៅអត់ហ៊ានមកនិយាយអីជាមួយអាឈុនទេហើយក៏អត់ដែរហ៊ាននៅគីអាឈុនដែរតែ admin ក៏អត់ដឹងច្បាស់ដែរថាអ្នកស្រុកភូមិក្រៅពីអាឈុនហ្នឹងគាត់បានដឹងរឿងហ្នឹងដែរឬក៏អត់ចឹងណាហើយប៉ុន្តែវាដូចជាអត់លឺល្បីសោះសាយអីទេអារឿងអាបទៅប៉ះខ្សែភ្លើងនឹងផ្ទះអាឈុនហ្នឹងក៏ដូចជាដឹងតែ admin ហើយនៅអាឈុនហើយនឹងមិត្តភ័ក្តិប្រហែលអ្នកទៀតដែរហ្នឹងប៉ុន្តែ admin ក៏មិនដឹងថាមិត្តភ័ក្តិផ្សេងទៀតហ្នឹងគេយកទៅនិយាយតក៏អត់ចឹងណាហើយ admin ក៏ដែរហ៊ាននិយាយដែរកាលមុនទៅតែម្លងបានមកជាង10ឆ្នាំហ្នឹងទៅ admin សម្រេចថាយករឿងហ្នឹងមកនិយាយចឹងណាហ្នឹងហើយជួនកាលចឹងទៅយូរជួបគ្នាម្ដងដែរនៅផ្ទះឈុនជួនកាលក៏ហៅឲ្យឈុនទៅផ្ទះ admin ជួនកាលក៏ទៅផ្ទះអ្នកនេះអ្នកនោះចឹងទៅមិត្តភ័ក្តិប៉ុន្តែមិនសូវបានជួបជុំគ្នាដូចកាលពីមុនទេព្រោះឥឡូវអាឈុនវាមានកូនចឹងទៅក៏អត់សូវមានពេលវេលាចំណាយជាមួយនឹងមិត្តភ័ក្តិតទៅទៀតដែរហ្នឹងគេត្រូវទទួលខុសត្រូវទៅលើក្រុមគ្រួសារគេច្រើនចឹងណាហ្នឹងហើយនៅពេលដែលយូរជួបគ្នាម្ដងជួនកាល admin ចាសួរវាញោះវាលេងចឹងណាមិនដែរឯងអត់ដាក់ខ្សែភ្លើងឆក់ត្រីទៀតទេ admin ចេះនិយាយលេងចឹងទៅឆក់ត្រីឯណាឆក់ទៅឆក់លើតបូលផ្ទះនាំគ្នាសើចលេងចឹងទៅវាថាអត់ទេអត់ឆក់អីអត់ដាក់លើតបូលផ្ទះទេដាក់នៅលើគុំអាស័យដាក់នៅលើចុងអាស័យតែម្ដងហើយវាថាវានិយាយចឹងវាដឹងថាវាចូលចិត្តទៅក្បែរគុំអាស័យក្បែរមាត់ដងទឹកនឹងដែរហើយរឿងហ្នឹងគឺអត់តន់ចប់ទេបងប្អូននៅបន្តិចទៀតអត់តន់ចប់ទេគឺបន្ទាប់ពីបាត់វត្តមានអាបហ្នឹងប្រហែលជាជិត1ឆ្នាំកូនវាជិត1ឆ្នាំអាយុជិត1ខួបហើយស្រាប់តែដល់ថ្ងៃហ្នឹងយប់ហ្នឹងគឺកូនប្រុសរបស់វាហ្នឹងគឺថាយំហ្មងកូនងាហ្នឹងយំខ្លាំងហ្មងលួងមិនគាត់បាត់ឲ្យតែពេលយប់គឺយំពេលយប់គឺយំជាប់គ្នាចូល3យប់ហើយអាឈុននិងសេនីហ្នឹងគឺគាត់អត់សូវបានដេកបានពួនអីទេឡាយតែមើលកូននឹងកូនយំស្រាប់តែយប់ទី3វាមើលតាមប្អូចឃើញមកទៀតវឹងហោះស្ទុយមកទៀតភ្លើងក្រហមហ្នឹងមកមិនសាទេអាកូនអាឈុនងាកទៅឃើញតែប៉ុណ្្នឹងវាដឹងថាមកទៀតហើយនេះមកទៀតហើយវាគិតក្នុងចិត្តណាហើយវាក៏បាននិយាយប្រាប់សេនីដែរវាក៏គិតក្នុងចិត្តថាដឹងថាមកហើយចឹងទៅស្អែកឡើងវាចាប់ដើម call ទៅ admin ហើយនឹងមិត្តភ័ក្តិ2នាក់ទៀត call មកជួបគ្នាចឹងទៅវានិយាយរឿងហ្នឹងវាថាវាឃើញទៀតហើយវាឃើញហោះមកទៀតហើយធ្វើឲ្យកូនវាយំអីចឹងទៅហើយកូនវាយំដល់3ថ្ងៃមានណាបានដេកបានពួនទេឲ្យតែយប់ឡើងដល់ម៉ោង 11:12 ដល់យំដល់ម៉ោង 11:12 ដល់យំចឹងណាដល់ពេលនិយាយភាសាគ្នាចុះឡើងថាគួរធ្វើម៉េចវាថាវាចង់ដាក់ខ្សែភ្លើងទៀតក៏ admin មួយមិត្តភ័ក្តិ2នាក់ទៀតបកកាយថាបាច់ដាក់ទៀតទេរកមើលវិធីផ្សេងទៅដាក់ទៀតខ្លាចលោមានគ្រោះថ្នាក់មានអីចឹងណាព្រោះអីអារឿងខ្សែភ្លើងចរន្តអគ្គិសនីនេះមួយយើងអត់អាចទៅបថុយបឋានទៅលេងសើចអីជាមួយបានទេចង់យើងរកវិធីផ្សេងទៅចឹងណាចឹង admin ក៏បានផ្ដល់យោបល់បែបហ្នឹងវាក៏គិតចុះគិតឡើងថាបើអញ្ចឹងមានតែសួរដល់ផ្ទះតែម្ដងសួរត្រង់តែម្ដងណាមួយអាឈុនហ្នឹងក៏វាជាមនុស្សត្រង់ដែរវាឆ្ងល់អីចិត្តសួរត្រង់ដែរណាអាហ្នឹងវារបៀបថាមនុស្សវាគឺមិនសូវខ្លាចទេរំលងបានជា2ថ្ងៃបងប្អូនរំលងបាន2ថ្ងៃខ្ញុំអាឈុនហើយនឹងមិត្តភ័ក្តិម្នាក់ទៀត3នាក់
សម្រាប់ចិត្តថាទៅផ្ទះយាយចាស់នឹងតែម្ដងដើរទៅដល់ចុងភូមិផ្ទះគាត់ដូចឲ្យមាននិយាយចឹងគឺអាផ្លូវចូលហើយណាជុំវិញក្រោយផ្ទះគាត់ហ្នឹងគឺសិតតែឆ្កាសិតតែព្រៃកូនដប់កដប់ព្រៃហ្នឹងហើយផ្ទះគាត់ហ្នឹងផ្ទះខ្ទមស្បូវប្រក់ស្លឹកត្រុតត្រោមមែនទែនខ្ទមចាស់ដោយអត់មានអ្នកណាគេសម្អាតអ្នកណាគេឆ្កាយទេដោយសារណាមួយគាត់ជាមនុស្សស្រីគាត់ចាស់ផងគាត់នៅម្នាក់ឯងផងអញ្ចឹងណាចឹងហើយតែងតែបែបហ្នឹងហើយបើតាមមើលទៅពេលចូលទៅដល់ដូចដឹងមុនអញ្ចឹងនិយាយហ្នឹងក៏ដូចដឹងមុនអញ្ចឹងគាត់អង្គុយនៅក្រោមដើមឈើនៅចំហៀងខ្ទមគាត់ហ្នឹងគាត់អង្គុយបដាគាត់ហូបទឹកតែគាត់បដាអញ្ចឹងទៅហើយតែគាត់ស្លៀកពាក់ខ្មៅរបស់គាត់ហ្នឹងអាសម្លៀកពាក់របស់អាពោតរបស់គាត់ហ្នឹងអាហ្នឹងអាចមាននិយាយលេងណាថាសម្លៀកបំពាក់អាពោតហ្នឹងហើយគាត់ស្លៀកឈុតខ្មៅអញ្ចឹងគឺមើលទៅដូចអាពោតអញ្ចឹងតែគាត់នៅក្នុងផ្ទះគាត់គឺគាត់អត់ពាក់កម្មាទេអត់ពាក់កម្មាក្បាលគាត់ទេអត់គ្របក្បាលទេក្បាលគាត់ហ្នឹងគឺគាត់គ្របតែពេលចេញក្រៅទេឥឡូវវាថាបិទបាំងអាស្នាមមុខខ្លោចរបស់គាត់ហ្នឹងបិទបាំងអត់ចោលគេឃើញទេតែនៅក្នុងផ្ទះគាត់គឺគាត់ចំហធម្មតាគាត់ដោះធម្មតាគាត់ណាអេដមីន3នាក់ចូលទៅដល់គាត់សើចគាត់ដូចដឹងមុនអញ្ចឹងគាត់ដូចមានញៀនអ្វីទៅប្រាប់គាត់ឲ្យដឹងថាមានអ្នកមករយអញ្ចឹងណាគាត់សើចទាំងឥឡូវមិនឥឡូវមកហើយគាត់សួរអញ្ចឹងមកហើយអាចៅឲ្យមកហើយអេដមីនវាឆ្ងល់ដែរអាឈុនវាអត់សូវឆ្ងល់អីច្រើនណានោះដើរទៅម៉ាំងទៅដល់សួរមកយាយខ្ញុំសួរមួយមើលយាយឯងកុំខឹកណាឥឡូវខ្ញុំសួរមួយយាយឯងអាបមែនអាហ្នឹងវាដល់វាសួរអញ្ចឹងមកយាយឯងអាបមែនរបៀបថាអេដមីនមកមួយទៀតទៅទៅហាមាត់និយាយមិនតាន់វាលឿនដែរចុះវាគុំទៅវាផ្ទះហើយក៏លឿនអញ្ចឹងរឿងភ័យដែរនេះកែវាដែរឯងមកដល់សួរត្រង់ភ្លូមែនតែវាមិនស្ដាប់ទេពេលហ្នឹងរបៀបថាវាអាមនុស្សវាអញ្ចឹងនៅវារឿងចេះដែរវារឿងរបស់វាដែរហ្នឹងគាត់ទៅជួយអមបានជាគ្នាជាមួយនឹងវាតែប៉ុណ្្នឹងណាបើអេដមីនបើផ្ទុយជាអេដមីនវិញអេដមីនមានវិធីសាស្ត្រច្រើនក្នុងការនិយាយលេងនិយាយសួរអញ្ចឹងទៅសំណេះសំណាលអីចឹងទៅមិនណាគេទៅដល់ភ្លាមសួរភ្លាមត្រង់ភ្លូដូចវាចឹងទេណាមួយជាមួយនឹងមនុស្សដែលយើងសង្ស័យថាចេះអារឿងអាគមអីចឹងទៀតគេមិនទៅសួរចឹងទេចឹងណាដល់ពេលដឹងថាគាត់និយាយមិនអត់គាត់ថាមិនមកចោទថាយាយអាបវិញយាយមិនអាបឯណាចឹងណាពេលគាត់ប្រកែកគាត់ថាគាត់អត់មានអាបទេតែដល់ពេលចឹងទៅឆ្ងល់ពួកខ្ញុំក៏នាំគ្នាឆ្ងល់អាឈុនហ្នឹងវាសួរទៀតថាបើឯងមិនអាបចុះមិនក៏មុខឯងឆេះមុខឯងឆេះខ្លោចមិនហៀងគាត់ថាមុខគាត់មានអាស្នាមឆេះហ្នឹងដោយសារគាត់គ្រោះថ្នាក់កាលពីប្រហែលឆ្នាំមុនកាលពីយូរឆ្នាំហើយអញ្ចឹងណាអាហ្នឹងគាត់ប្រកែកថាគាត់គ្រោះថ្នាក់ផ្សេងអញ្ចឹងទៅអញ្ចឹងក៏ហើយខ្ញុំហើយនឹងមួយទៀតក៏អត់បាននិយាយអីដែរអត់បានសួរអត់បានអីទេក៏ចាំស្ដាប់តែគាត់អញ្ចឹងណាអាឈុនហ្នឹងក៏វាចេះតែសួរដេញដោលអីចឹងទៅហើយនិយាយក៏គាត់របៀបថាគាត់ដឹងថាពួកអាឈុនពួកខ្ញុំឯទៅហ្នឹងគឺច្បាស់ជាចង់ដឹងរឿងហើយអញ្ចឹងណាគាត់ក៏និយាយរឿងមួយនិយាយហ្នឹងគាត់ថាកាលវាជា20ឆ្នាំមុនគាត់ធ្លាប់ត្រូវរបស់គេគាត់ពីមុនគាត់ជាគ្រូមន្តអាគមនៅក្នុងភូមិតែមានតែចាស់ឯងដែលស្គាល់គាត់ក្មេងៗមិនសូវមានណាស្គាល់អញ្ចឹងណាដោយសារតែគ្រូអាគមភាគច្រើនគេលាក់អត់ដឹងទេអត់មានណាដឹងទេចឹងក្មេងសារក្រោយតពី20ឆ្នាំតាម20ឆ្នាំតែ10ឆ្នាំហ្នឹងលេងស្គាល់បាត់ហើយណាមួយគាត់អត់មានកូនចៅឯនៅជាមួយគាត់នៅម្នាក់ឯងទៀតចឹងតែមានណាសូវដឹងពីរឿងគាត់ទេក្មេងជំនាន់ក្រោយគាត់ថាគាត់មានបញ្ហាជាមួយនឹងគ្រូអាគមម្នាក់ទៀតចឹងហើយគ្រូអាគមហ្នឹងគឺគាត់រៀនអាគមយូរទៅគាត់បែកគ្រូហ្នឹងគាត់ស្រីដូចគ្នាចឹងណាគាត់បែកទៅគាត់កើតជាអាបហ្នឹងហើយចឹងគាត់មានទំនាស់ជាមួយនឹងគ្រូម្នាក់ហ្នឹង
អានេះ admin អត់ច្បាស់ពីរឿងអាគមទេប៉ុន្តែអ្វីដែល admin និយាយហ្នឹងគឺ admin និយាយទៅតាមសម្ដីរបស់យាយចាស់ហ្នឹងឯណាដែល admin បានឮផ្ទាល់ទៅជាណាគឺគាត់ថាគាត់មានទំនាស់ជាមួយនឹងគ្រូអាគមម្នាក់ហ្នឹងដល់ពេលចុងក្រោយទៅក៏គាត់ទទួលបានរបួសហ្នឹងទៅហើយគាត់ក៏អត់បានលំអិតដែរថារបួសហ្នឹងទៅវាយប្រហារឬក៏ទៅដុតទៅអីមិនអត់ដឹងទេគាត់ក៏ថារបួសហ្នឹងគឺបន្សល់ដោយសារស្នាដៃគ្រូមន្តអាគមនឹងធ្វើដាក់គាត់ចឹងទៅដល់ពេលចឹងទៅក៏អស់ចម្ងល់ត្រឹមនឹងថាគាត់មិនមែនអាបទេអស់ហើយចឹងអារឿងអ្វីពាក់ព័ន្ធនឹងបញ្ហាគាត់កន្លងមកក៏ពួកយើងអត់បានសួរនាំឲ្យគាត់ច្រើនដែរអត់សូវហ៊ានដែរឬខ្លាចដែរក៏នាំគ្នាលាគាត់ត្រឡប់មកវិញចឹងទៅហើយក៏លេងដាក់ការសង្ស័យលើគាត់អញ្ចឹងទៅប៉ុន្តែអាឈុនវានៅតែរៀងស្រួលចិត្តវាដែរព្រោះរឿងហ្នឹងគឺជួបទៅលើខ្លួនវាហើយនឹងគ្រួសាររបស់វាអញ្ចឹងណាតែបើសម្រាប់ admin វិញគឺជឿលើសម្ដីរបស់យាយចាស់ហ្នឹងព្រោះបើតាមការនិយាយគ្នាស្ដាប់គាត់មើលទៅគឺគាត់និយាយហ្នឹងគឺមើលទៅដូចអត់កុហកទេហើយមើលទៅរបៀបថាអារម្មណ៍ admin ប្រាប់ថាគាត់មិនមែនជាមនុស្សអាក្រក់ទេយាយហ្នឹងអញ្ចឹងហើយក៏ត្រឡប់មកផ្ទះវិញទៅរៀងខ្លួនអញ្ចឹងទៅអត់តន់ចប់ទេរហូតរំលងបានប្រហែលជាមួយខែកន្លះក្រោយអាឈុនវានៅវារៀបចំមកកន្លែងវាចង់បាចទឹកដងវាចង់បាចទឹកដងយកត្រីយកអីចឹងទៅប៉ុន្តែអត់តន់បានបាចទេគាត់ណារៀបចំទេពេលហ្នឹងវាជួបយាយគាត់ដើរសំដៅមកវាតែម្ដងគាត់ដើរមកដឹងតែគាត់យកអីមកឲ្យអាឈុនអត់គាត់យកខ្សែកេថាខ្សែអំបោះឆៅ admin អត់ច្បាស់ថាវាជាប្រភេទមិនទេផ្សំឡើងវាអីទេអានេះនិយាយតាមអាឈុនវាប្រាប់ណាយកខ្សែប្រហែលជាខ្សែកេថាហើយយកមកឲ្យវាមួយខ្សែហើយគាត់បានផ្ដាំថាចេះថាពាក់ខ្លួនទៅហើយកុំឲ្យកូនចៅចេញក្រៅបន្ទប់កូនចៅប្រពន្ធកូនយប់នេះយប់ស្អែកអត់ឲ្យចេញក្រៅបន្ទប់អត់ឲ្យចេញក្រៅផ្ទះទេជាពិសេសគឺម៉ោង11 12អត់ឲ្យចេញក្រៅដាច់ខាតអញ្ចឹងណាធម្មតាមានកូនឯណាចេញមានតែវានឹងឯងចេញអញ្ចឹងណាគាត់ផ្ដាំកន្លែងលោយើងនៅយប់អត់តន់គេងអត់តន់អីអញ្ចឹងណានៅក្រៅផ្ទះនៅក្រៅអីអញ្ចឹងទៅតែការពិតទៅគឺបើតាមដឹងគឺអាឈុនហើយនឹងសេនីហ្នឹងគឺគាត់តាម៉ោង 9 ម៉ោង 10 ឡើងគឺគាត់គេងគាត់ចូលសម្រាប់អស់ហើយអញ្ចឹងណាតែគាត់មកផ្ដាំអញ្ចឹងនឹងអញ្ចឹងបន្ទាប់ពីយាយនឹងគាត់ផ្ដាំអញ្ចឹងហើយគាត់ក៏ចាក់ចេញពីអាឈុនទៅអាឈុនក៏ទទួលខ្សែដៃគាថានឹងពីយាយចាស់នឹងហើយគាត់ចាំមើលណាគាត់អត់ចេញទេតែគាត់ចាំមើលលួចមើលតាមប្អួយអីចឹងទៅវាថាដូចអត់មានឃើញអីខុសប្រក្រតីឬក៏អត់មានឃើញអាបអត់មានឃើញភ្លើងក្រហមអីហោះមកដោយលំមុនណាអត់ឃើញទេហើយវាក៏ឆ្ងល់ដែរថាយាយហេតុអីបានគាត់ផ្ដាំអញ្ចឹងណាថាអត់ឲ្យចេញក្រៅហើយវាក៏អត់ចេញដែរវាស្ដាប់តាមយាយដែរអញ្ចឹងណាវាបានត្រឹមមកអើតាមប្រឡោះប្អួយអញ្ចឹងទៅមើលឆ្វេងមើលស្ដាំអញ្ចឹងទៅវាអត់ចេញដែរហើយក៏អត់មានរឿងអីកើតឡើងដែរតាំងពីវាបានខ្សែដៃពីយាយនឹងមកហើយកូនវាក៏អត់សូវជាយំយប់បើយំក៏យំតាមលក្ខណៈក្មេងធម្មជាតិអញ្ចឹងណាលួងលោមឲ្យអឹមឲ្យអីចឹងទៅឆាប់បាត់វិញគេងលក់វិញចឹងទៅវាអត់ដូចលើកមុនណាលើកមុនយំបើយប់អីលួងមិនបាត់ឲ្យមឹមក៏មិនបាត់អីចឹងណាហ្នឹងអញ្ចឹងបន្ទាប់ពីពេលដែលយាយឲ្យខ្សែដៃគេថាហ្នឹងហើយក៏អ្វីគ្រប់យ៉ាងហាក់ដូចជាស្ងាត់ឈឹងអញ្ចឹងណាហើយក៏អត់ដែលឃើញមានឃើញភ្លើងមានឃើញអីហោះមកទៀតដែរហើយអាឈុនក៏វានិយាយដែរវាថាអត់ដែលឃើញទៀតព្រោះឥឡូវដឹងទៅណាបាត់អញ្ចឹងណាពេលជួបជុំគ្នាមួយ admin អីយូរម្ដង admin សារសួរដែរកាលលើកមុនតែឥឡូវលេងសួរហើយលើកមុនសារតែជួបវាសួរដែរហ្នឹងដែលឃើញអីប្លែកទៀតអត់វាថាអត់ដែរទេអត់ដែលឃើញទេចេះសួរសុខទុក្ខពុនកូនវាអញ្ចឹងទៅសុខសប្បាយទាំងអស់គ្នាអញ្ចឹងទៅ
ចឹងតាំងពីពេលហ្នឹងមកក៏សុខសប្បាយចឹងទៅក្រុមគ្រួសារឈុនហ្នឹងហើយនិយាយរួមទៅរឿងនេះនៅពេលដែលចេញទៅអត់មានជឿថាច្បាស់ជាប្លែកហើយព្រោះអីសាច់រឿងនេះគឺជារឿងពិតដែលកើតចេញពីរឿងពិតរបស់ admin ហើយនិងមិត្តភ័ក្តិចឹងសាច់រឿងអាបឆក់ខ្សែភ្លើងគឺ admin សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយភាគក្រោយ admin នឹងមានរឿងជាច្រើនទៀតដើម្បីលើកយកមកបកស្រាយជូនបងប្អូនអ្នកទស្សនាស្ដាប់កំសាន្ត admin សង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រកាសជាចូលចិត្តរឿងមួយនេះហើយ admin ក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមស្ដាប់កំសាន្តតាំងពីដើមរហូតមកដល់ចប់ admin សូមខន្តីអភ័យទោសរាល់ពាក្យសម្ដីខ្វះខាតឬក៏ចំណុចខុសឆ្គងមួយចំនួនដែលអាចកើតមាននៅក្នុងវីដេអូនេះអញ្ចឹង admin សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាយោគយល់ហើយ admin ក៏សូមអរគុណសូមគោរពជម្រាបលាជួបគ្នានៅរឿងក្រោយជាបន្តទៀត